តើកម្ពុជាខ្ចីប្រទេសថៃនិងវៀតណាមសរុបប៉ុន្មានបាទសំណួរនេះល្អណាស់ចឹងខ្ញុំនឹងឆ្លើយតែម្ដងដោយផ្អែកទៅលើរបាយការណ៍ចេញពីក្រសួងសេដ្ឋកិច្ចរបស់យើងបាទអញ្ចឹងកម្ពុជានៅtrongឆ្នាំ2024នេះគឺយើងខ្ចីថៃចំនួន54លាន5សែនដុល្លារបាទហើយខ្ចីវៀតណាមចំនួន8លាន3សែនដុល្លារបាទអញ្ចឹងមកដល់នេះវាតិចណាស់បើវិធីនៃការខ្ចីរបស់យើងខ្ចីទៅខ្ចីពីប្រទេសចិនគឺ4000លានដុល្លារខ្ចីពីប្រទេសជប៉ុន1200លានដុល្លារបាទអញ្ចឹងមួយទៀតសំណួរសួរថាបំណុលដែលខ្ចីថៃនិងវៀតណាមហ្នឹងកំពុងតែកើតឡើងបដាឬក៏ថយចុះបាទចម្លើយគឺថយចុះតែម្ដងដោយសារយើងបងថ្លៃការថ្លៃដើមគេបដាហើយបាទអញ្ចឹងនៅឆ្នាំ2025នេះនៅត្រីមាសទី1បាទនៅចុងខែ3នេះពីខែ1ទៅខែ3យើងដឹងហើយបំណុលចាប់ដើមរបស់យើងគឺ54លាន5សែន30,000ដុល្លារនេះខ្ចីថៃហើយយើងបងដើមទៅថៃបាទបងសងដើមវិញទៅថៃ1លាន7សែន20,000ដុល្លារហើយយើងសងការប្រាក់បាទគឺ3សែន30,000ដុល្លារបាទទៅប្រទេសថៃនៅត្រីមាសទី1ហ្នឹងបាទ Q1 ហ្នឹងណាអញ្ចឹងបើយើងគិតទៅយើងយកបំណុលសរុបដកនឹងដើមដែលយើងសងគឺ 54.53 ដក 1.72 ទៅវាគួរតែបំណុលធ្លាក់ចុះមក 52.81 បាទឬក៏52លាន8សែន10,000ដុល្លារប៉ុន្តែតាមរបាយការណ៍បានដឹងថាយើងនៅជាពាក់រហូតដល់ទៅ53លាន150,000ដុល្លារវាមានកម្រិត340,000ដុល្លារអញ្ចឹងកម្រិតហ្នឹងអាចជាបំណុលថ្មីដែលយើងខ្ចីឬក៏បើយើងខ្ចីជាលុយបាតវាអាចជាការខុសគ្នារវាងការឡើងថ្លៃនៃលុយបាតពីដុល្លារអញ្ចឹងវាអាចមានកម្រិតបាត់ហ្នឹងបាទតែខ្ញុំអត់ដឹងថាមកពីមូលហេតុអីដែរឡើងហ្នឹងបាទវាមានកម្រិតបន្តិចបាទរហូតដល់3សែនដុល្លារគាត់តែដឹងថាបំណុលនោះធ្លាក់ពី 54.5 ធ្លាក់មក 53.1 ហើយឥឡូវនេះបំណុលនៅដែលយើងខ្ចីពីថៃហ្នឹងហើយបើសិនជាវៀតណាមវិញគឺយើងខ្ចីសរុបបំណុលសរុប8លាន3សែន30,000បាទនៅtrongឆ្នាំ2024យើងសងការទៅគាត់គឺ1លាន40,000ដុល្លារហើយយើងសងអត់សងដើមបាទខ្ញុំចង់និយាយសងដើមទៅគាត់1លាន40,000ដុល្លារហើយយើងសងការទៅគាត់60,000ដុល្លារបាទអញ្ចឹងយើងយកដើមយើងជពាក់សរុបហ្នឹងដកអង្គថ្លៃដើមដែលយើងសងមក 8.33 ដក 1.04 មកយើងឃើញថាឥឡូវនេះគឺយើងនៅជពាក់គាត់7លាន290,000ដុល្លារបាទអញ្ចឹងបំណុលនេះគឺវាតិចណាស់បើនិយាយទៅថានៅជពាក់ថៃខ្ទង់53លានដុល្លារជាងយើងយកទៅតែពីអុកញ៉ាំម្នាក់ក៏យើងអាចទៅសងបំណុលថៃវិញដែរបាទដោយវៀតណាមជពាក់តម្រា7លានជាងអញ្ចឹងយើងយកពីអុកញ៉ាំម្នាក់ក៏យើងសងដែរអញ្ចឹងបំណុលតិចណាស់បើបងប្អូនបារម្ភថាអូយើងខ្ចីគេច្រើនតិចគេកាត់ដីយើងអីចឹងណាប្រទេសជិតខាងណាខ្លាចគេកាត់ដីកាត់អីហ្នឹងតែវាអត់មានរឿងហ្នឹងកាត់ឡើងទេបាទខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមកស្រុកខ្មែររស់ស៊ី10ឆ្នាំជាងហើយឥឡូវនេះខ្ញុំចេញរឿងខ្ញុំទៀតនៅក្នុងរោងកុនបាទរឿងកំផឹងធ្ងប់ដែលបញ្ជាក់នៅថ្ងៃទី18ខែ6នេះបាទហើយបើសិនជាបងប្អូនចូលចិត្តវីដេអូខ្ញុំបងប្អូនចុច follow TikTok និង Facebook ខ្ញុំទៅហើយចែករំលែកវីដេអូនេះទៅកាន់មនុស្សបានកាន់ច្រើនអ្នកដើម្បីគាត់បានសិក្សា